បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្ទាប់ដែលយើងនិយាយពីរបៀបនៃការបើកឯកសារអញ្ចឹងរបៀបនៃការបើកឯកសារអ្នកនរបើយើងធ្វើតាមទីសារដែលគេប្រើជាផ្លូវការគេចុចលើពាក្យ file ហើយចុចលើពាក្យ open ហើយយើង browse ទៅរកឯកសារទុកមកហើយចុចយើងរកឃើញហើយយើងចុចលើឯកសាររបស់យើងហើយចុចលើប៊ូតុង open ហ្នឹងទៅបាទប៉ុន្តែនៅពេលយើងអនុវត្តជាក់ស្ដែងអត់អញ្ចឹងទេអ្នកនរណាជាវិធីសាស្ត្រផ្សេងអូខេតា ឥឡូវខ្ញុំសូមទៅបើកកម្មវិធី Word មួយដើម្បីបង្ហាញតាមលក្ខខណ្ឌរបស់គេណាបាទលក្ខខណ្ឌរបស់គេដែលគេ step របស់គេបាទអញ្ចឹងទី1គឺអ្នកនឹងទៅបើក blank document សិនហើយបន្តទៀតអ្នកនេះទៅកន្លែងពាក្យថា file អ្នកនេះទៅរកពាក្យថា open យកមកហើយអ្នកនេះ browse ទៅបាទឬក៏អ្នកនេះអាចធ្វើការចុច key shortcut key ដែលយើងចុច control បាទ control បូកនឹងអក្សរ O បាទ control មកអក្សរ O ស្មើនឹងពាក្យថា open ចឹងទៅអូខេ open បាទអញ្ចឹងនេះគឺជាshortcut key ដើម្បីធ្វើការ open ឯកសារអញ្ចឹងអ្នកនេះអាចចុច control O មកបាទឥឡូវខ្ញុំចុច control O បាទអូខេអញ្ចឹងវាចូលដល់នេះអញ្ចឹងខ្ញុំ browse មកអញ្ចឹងខ្ញុំចង់ទៅបើកឯកសាររបស់ខ្ញុំដែលបាន save ទុកពីថ្ងៃមុននៅលើ desktop នៅក្នុង folder មួយឈ្មោះថា A ចឹងទៅអូខេណាបាទអញ្ចឹងចុចលើ folder A នេះមកបាទហើយខ្ញុំចុចលើឯកសាររបស់ខ្ញុំខ្ញុំចុច open អញ្ចឹងនេះគឺជារបៀបនៃការបើកឯកសារអញ្ចឹងនៅពេលយើងបើកមកសួរថាមានអ្វីកើតឡើងអ្នកនរមើលណាអញ្ចឹងនៅពេលដែលយើងបើកមកនេះ Word document នោះមួយដល់ពេលនេះមួយទៀតអញ្ចឹងវា2អញ្ចឹងយើងអត់ចង់វា2អញ្ចឹងទេបាទអញ្ចឹងយើងមានវិធីសាស្ត្រដើម្បីបើកឯកសារអូខេតាឥឡូវខ្ញុំបិទចោលទាំងអស់ទៅបាទខ្ញុំអត់ save ទេបាទខ្ញុំអត់ save ដែរណាបាទអញ្ចឹងវិធីសាស្ត្រនៃការបើកមួយទៀតគឺអ្នកនេះគ្រាន់តែចូលទៅក្នុង folder ណាមួយដែលយើងបានទុកឯកសាររបស់យើងហ្នឹងជាទូទៅហ្មងអ្នកនេះណាអញ្ចឹងគឺអ្នកនេះបើកតាមទីសាស្ត្រហ្នឹងគឺងាយស្រួលជាងហើយអ្នកនេះដែលធ្វើការតាក់ទងទៅនឹង Microsoft Word ច្រើនយើងដឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងចុចនៅលើ folder ដែលខ្ញុំបានបង្កើតឬក៏ខ្ញុំបានទុកឯកសារហ្នឹងមកហើយយើងចុចនៅលើឯកសារតែម្ដងអូខេអញ្ចឹងលឿនទេបាទលឿនអញ្ចឹងនេះគឺជារបៀបនៃការបើកឯកសារអញ្ចឹងឥឡូវយើងបានរៀនតាក់ទងទៅនឹងរបៀបនៃការបើកឯកសារអញ្ចឹងចាំជួបគ្នានៅមេរៀនបន្ទាប់បាទសូមអរគុណសូមជម្រាបលា